ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមានមុខម្ហូបមួយមុខហៅថាអកចំហុយសាច់ជ្រូក3ជាន់តោះឥឡូវយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាសម្រាប់បន្លែយើងមានដូចជាប្រពាយត្រសក់ហើយនិងខ្ទឹមក្រហមសម្រាប់ផ្អកខ្ញុំយកផ្អកត្រីស្លឹកសៃយកមកចំហុយហើយយើងមានសាច់ជ្រូក3ជាន់ចំនួន5ខាំហើយនឹងពងទាចំនួន3គ្រាប់តោះឥឡូវយើងមកផ្សំគ្រឿងយើងមានម្រេចហើយនឹងខ្ទឹមសបន្ទាប់មកទៀតយើងចាប់ផ្ដើមដាក់ប៊ីចេងមួយចុងស្លាបព្រាសម្រាប់ស្ករខ្ញុំដាក់1ស្លាបព្រាហើយយើងចាប់ផ្ដើមច្បល់វាឲ្យសព្វគ្រឿងល្អជាមួយនឹងត្រីរបស់យើងបន្ទាប់ពីសព្វគ្រឿងល្អហើយយើងចាប់ផ្ដើមដាក់សាច់ជ្រូក3ជាន់របស់យើងចូលយើងចាប់ផ្ដើមច្បល់សាច់ជ្រូកជាមួយនឹងសាច់ត្រីឲ្យចូលគ្នាសព្វល្អបន្ទាប់មកទៀតយើងចាប់ផ្ដើមគោះពងទាចូលបន្ទាប់ពីគោះពងទារួចយើងចាប់ផ្ដើមច្បល់វាឲ្យសព្វគ្រឿងល្អបន្ទាប់ពីច្បល់គ្រឿងសព្វល្អហើយយើងចាប់ផ្ដើមដាក់ម្ទេសហើយនឹងគល់ខ្ទឹមសម្រាប់គល់ខ្ទឹមបើបងប្អូនអត់ចូលចិត្តអាចអត់ដាក់ក៏បានដែរបងប្អូនតើឥឡូវយើងរៀបចំឆ្នាំងដើម្បីដាក់ចំហុយផ្អករបស់យើងតោះឥឡូវផ្អកសាច់ជ្រូក3ជាន់របស់យើងគឺឆ្អិនល្អហើយបងប្អូនអរគុណពុកម៉ែបងប្អូនដែលតាមដាននៅវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់សូមអរគុណ